បើសិនជាយើងជាម្ដាយគេហើយយើងឈប់ធ្វើការពេញម៉ោងតើវាពិតជាមានន័យថាយើងពិតជាខ្វល់តែពីកូនរបស់យើងជាជាងការងាររបស់យើងមែនដែរអត់ទី1ខ្ញុំអត់មានអ្នកជំនួសដៃជំនួសជើងទេទី2មិនថាអត់មានសោះទេយើងក៏អាចយកកូនទៅផ្ញើបងប្អូនខ្ញុំឬក៏បងប្អូនខាងប្តីខ្ញុំនៅស្រុកក៏បានដែរប៉ុន្តែពួកខ្ញុំសម្រេចចិត្តអត់ធ្វើអញ្ចឹងទេដោយសារទី1កុមារភាពរបស់កូនគឺអត់អាចត្រឡប់មកវិញទេអញ្ចឹងពួកខ្ញុំអត់ចង់មានពាក្យថាស្ដាយក្រោយកុំឲ្យរលុយបានហើយចង់បញ្ចប់យើងយកលុយហ្នឹងទៅចំណាយទៅលើការមើលថែកូនវិញនៅថ្ងៃមុខគឺខ្ញុំអត់ចង់មានពាក្យថាស្ដាយក្រោយទេអញ្ចឹងបានពួកខ្ញុំសម្រេចចិត្តថាខ្ញុំគួរតែឈប់ធ្វើការហើយមកមើលកូនវិញទី2តកតងជាមួយនឹងគុណភាពនៃការមើលកូនមិនមែនមានន័យថាការមើលកូនរបស់ពួកគាត់អត់ល្អទេគ្រាន់តែការមើលកូនរបស់គាត់តាមបែបផែនផ្សេងរបៀបផ្សេងដែលវាអាចមិនត្រូវចិត្តយើងអញ្ចឹងនៅពេលដែលអត់ត្រូវចិត្តយើងមនុស្សយើងជាទូទៅយើងចេះតែគិតថាអីក៏ដោយដែលអត់ត្រូវចិត្តយើងគឺគុណភាពអត់ល្អត្រូវអត់